Foreign បន្ធូរដៃឬបញ្ចេញរថយន្តអគ្គិសនីហើយអាងថាមានតែរថយន្តប្រភេទ Plug-in Hybrid នោះទេជាជម្រើសដែលមានសក្តានុពលបំផុតសម្រាប់ទីផ្សារតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន កន្លងមកក្រុមហ៊ុន Ford ធ្លាប់មានគោលដៅកែប្រែខ្សែស្រឡាយរថយន្តរបស់ពួកគេទាំងអស់នៅតំបន់អឺរ៉ុបឲ្យទៅជារថយន្តអគ្គិសនីទាំងស្រុងគិតត្រឹមឆ្នាំ2030 ប៉ុន្តែរឿងរ៉ាវជាច្រើនបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះអត្រានៃការងាកមកប្រើប្រាស់រថយន្តអគ្គិសនីមានភាពយឺតយ៉ាវបានជំរុញឲ្យក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយនេះត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រដែលងាកមកផ្ដល់ជូននូវជម្រើសម៉ាស៊ីនដ៏សម្បូរបែបជាងមុននិងបានអំពាវនាវឲ្យមានការកំណត់បទបញ្ញត្តិស្ដីពីការបំភាយឧស្ម័នមានលក្ខណៈពិតប្រាកដនិយមជាងមុនទូទាំងតំបន់អឺរ៉ុបផ្អែកលើនិន្នាការនៃការលក់ជាក់ស្ដែងនាពេលបច្ចុប្បន្នយ៉ាងណាមិញជាមួយគ្នានេះក្រុមហ៊ុន Ford ក៏នៅតែមានផែនការបញ្ចេញរថយន្តអគ្គិសនីសេរីថ្មីៗនៅទីផ្សារតំបន់អឺរ៉ុបក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះដដែលប៉ុន្តែនៅពេលនេះក្រុមហ៊ុនបានអះអាងថារថយន្តប្រភេទ Plug-in Hybrid គឺជាជម្រើសដែលមានសក្តានុពលនិងសមស្របបំផុតសម្រាប់កលៈទេសៈបច្ចុប្បន្ននេះជុំវិញករណីនេះលោក Jim Bamberg ដែលជាប្រធានក្រុមហ៊ុន Ford ប្រចាំតំបន់អឺរ៉ុបបានមានប្រសាសន៍ថាបច្ចេកវិទ្យាកូនកាត់ PHEV គឺជាជម្រើសមួយដែលផ្ដល់ឲ្យអ្នកបើកបរនៅអ្វីដែលល្អបំផុតពលគឺការបើកបរដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃដែលគ្រាន់តែសាកថ្មនៅផ្ទះធម្មតានិងមានម៉ាស៊ីនសាំងសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយទោះបីជាយ៉ាងណាក៏ដោយអ្នករៀបចំគោលនយោបាយមួយចំនួនហាក់មើលរំលងមិនសូវឲ្យតម្លៃលើរថយន្តប្រភេទ Plug-in Hybrid នោះទេដោយសារពួកគេបារម្ភថាអ្នកប្រើប្រាស់នឹងមិនព្រមដល់សាកថ្មរថយន្តពេលប៉ុននឹងករណីនេះលោក Jim Bamberg ក៏បានបង្ហាញថាបញ្ហាប្រកបវាមិនមែនស្ថិតនៅលើបច្ចេកវិទ្យានោះទេប៉ុន្តែវាស្ថិតនៅលើរបៀបដែលយើងលើកទឹកចិត្តនិងទម្លាប់នៃការប្រើប្រាស់ទៅវិញទេជាមួយគ្នានេះលោកបានបន្ថែមថាចូលក្រឡេកមើលការប្រៀបធៀបរវាងប្រទេសស៊ុយអែតនិងចក្រភពអង់គ្លេសនៅប្រទេសស៊ុយអែតប្រសិនបើអ្នកសាកភ្លើងរថយន្ត PHEV នៅផ្ទះក្រុមហ៊ុនជាអ្នកទូទាត់ថ្លៃភ្លើងនោះត្រឡប់ទៅវិញដោយសារតែមានការលើកទឹកចិត្តដ៏ឆ្លាតវៃបែបនេះទើបអ្នកប្រើប្រាស់រថយន្ត PHEV ភាគច្រើននៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើដំណើរដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធស្ទើរតែជាង 70% ផ្ទុយទៅវិញនៅចក្រភពអង់គ្លេសគ្មានការលើកទឹកចិត្តបែបនេះនោះទេចំពោះវិធីសាស្ត្រអនុវត្តបែបនេះគឺរឹតតែមានសារៈសំខាន់ក្នុងអាជីវកម្មខ្នាតតូចនៅពេលដែលពួកគេប្រើប្រាស់រថយន្តប្រភេទ Plug-in Hybrid ពួកគេអាចសាកថ្មនៅផ្ទះនៅពេលយប់បានហើយថ្លៃចំណាយលើការបើកបរប្រចាំថ្ងៃរបស់ពួកគេនឹងធ្លាក់ចុះមកនៅសល់ត្រឹមតែ 3.50 ប៉ុណ្ណោះក្នុងចម្ងាយផ្លូវ160គីឡូម៉ែត្របើធៀបទៅនឹងការចំណាយរហូតដល់€23សម្រាប់ការប្រើប្រាស់ប្រេងម៉ាស៊ូតបន្ថែមពីនេះលោក Jim Bamberg ក៏បានមើលឃើញថារថយន្តប្រភេទ PHEV គឺជាកម្មចន្ទដៅដ៏សំខាន់បំផុតនៅពេលដែលវាត្រូវបានគេយកទៅប្រើប្រាស់បានត្រឹមត្រូវ